សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនមើលវីដេអូលោកគ្រូដោយសារវីដេអូមុនអត់មាននៅក្នុងនេះអត់មានសំឡេងណាអញ្ចឹងរូបភាពនេះសង្ឃឹមថាមានសំឡេងអញ្ចឹងបងឯងមើលពេលលោកគ្រូបើករូបភាពចេញមកណាបងបើបងប្អូនអត់ចេះបើកពេលបងប្អូនចូលទៅក្នុង Telegram នឹងហើយបងឯងចុច mouse ស្ដាំយកពាក្យថា save as មកណា save as បងដាក់វានៅលើ desktop អីចឹងទៅនេះឈ្មោះវាណាឃើញទេអញ្ចឹងលោកគ្រូ save បន្ទាប់ពី save ហើយលោកគ្រូទៅមើលនៅក្នុង Photoshop ចុច file យកពាក្យថា open មកបាទយើងទៅបើករូបនោះនៅលើ desktop ហ្នឹងលោកគ្រូដាក់នៅលើ desktop ណាអញ្ចឹងពេលយើងដាក់នៅលើ desktop យើងមាន file យើងមិនយើងដាក់វាមកហើយអញ្ចឹងអានេះយើងយក all format ចឹងមកហើយរូបថតយើងមួយណាយើងមើលឈ្មោះវាណាឈ្មោះលោកគ្រូមិញនេះណា photo 2024ថ្ងៃទី10អូខេអញ្ចឹង open វាមកគឺវាចេញរូបភាពហ្នឹងមកអញ្ចឹងរូបភាពហ្នឹងមានសោណាដើម្បីដោះសោហ្នឹងបងចុចលើចំសញ្ញាសោហ្នឹងមកណាបាទអញ្ចឹងលោកគ្រូប្រាប់មកតែវិធីហ្នឹងសិនណាបន្តមកទៀតបងអូនដើម្បីកុំឲ្យខូចអាដើមបងអូនអាចចុចមកស្ដាំលើ layer ហ្នឹងហើយយកពាក្យថា duplicate layer នេះ duplicate layer មកយើងបាននេះយើងដាក់ឈ្មោះទៅយើងដាក់ edit ដាក់ឈ្មោះវាទៅដាក់ edit tease អីយ៉ាងដែរណាបងបាទ tease អញ្ចឹងមកហើយយើងចុច OK ទៅណាតោះណាចុច OK មកបាន layer ទៅអញ្ចឹងយើងដកអានេះកែតែលើបានហើយអញ្ចឹងនីតិវិធីក្នុងការកែបងចាំណាវិធីក្នុងការកែយើងចូលមកក្នុងនេះមិនមែនណាបាទអញ្ចឹងយើងនៅពេលដែលយើងកែទៅយើងយក hue and saturation នេះមកនេះយើងមាន color មួយនេះនៅក្នុង property ហ្នឹងណាយើងបានផ្ទាំងនេះមកហើយបើបងប្អូនអត់ឃើញផ្ទាំងហ្នឹងគេថាបាត់ផ្ទាំងហ្នឹងអញ្ចឹងបងប្អូនតែចាំថាយើងគ្រាន់តែចុចវានៅក្នុងនេះតែប៉ុណ្ណោះណាបាទអញ្ចឹងយើងយកអាហ្នឹងមកបានណាបងបាទអញ្ចឹងនៅពេលដែលមានអាហ្នឹងបងតែចាំថាយើងអាចទាញវាមកនៅក្នុងនេះយើងមើលថ្មិញរបស់យើងពណ៌អីណាថ្មិញរបស់យើងពណ៌រាងក្រហមអញ្ចឹងនៅក្នុង master នេះក៏យើងអាចកែអាហ្នឹងក្រហមដូចគ្នាណាយើងយក yellow ក្នុងនេះវាអត់មានទេយើងយកក្រហមអញ្ចេះយើងចង់អូសអានេះក៏បានដែរនេះបងតែវាសអីសទាំងអស់ហើយណាអញ្ចឹងខ្ញុំអត់យកអាហ្នឹងទេណាបងណាបាទខ្ញុំ control z មក default វិញខ្ញុំយកកន្លែងនេះខ្ញុំយកពាក្យថា yellow ពីព្រោះនេះវាលឿងច្រើនជាងអញ្ចឹងពេលខ្ញុំអូសអានេះទៅខ្ញុំអូសមកណាវាប៉ះទាំងសាច់ថ្ពាល់សាច់អីទាំងអស់បាទណាបាទវាប៉ះទាំងសាច់ថ្ពាល់នៅពេលនេះទេខ្ញុំអូសសណាបាទយើងអូសមកថ្មិញសថ្មិញមកសភ្លឹងប៉ុន្តែនៅក្នុងនេះគឺប៉ះនេះឡើងចាំងបើយើង control z វាមកវិញនេះកន្លែងនេះវាអត់សូវពេកទេណាអញ្ចឹងបើយើងទាញអានេះមកវាចាំងថ្មិញហ្នឹងសយើងអាចអូសនេះទៅនេះបានណាយើងថ្មិញសស្គូប៉ុន្តែប៉ះសាច់ថ្ពាល់នេះអញ្ចឹងដើម្បីកុំឲ្យប៉ះសាច់ថ្ពាល់ខ្ញុំធ្វើម៉េចខ្ញុំលុបអានេះចោលសិនណាបងណាខ្ញុំលុបអានេះខ្ញុំលុបវាចុចលើវាហើយចុចអានេះក៏បានចុចនៅលើ delete នៅលើ keyboard ក៏បានដែរអញ្ចឹងខ្ញុំយក delete មកអូខេណាអូខេអញ្ចឹងខ្ញុំ delete បន្ទាប់មកខ្ញុំ delete វាម្ដងទៀតអូខេបាទខ្ញុំ delete វាអស់ណាបន្តមកទៀតខ្ញុំអត់ធ្វើអីច្រើនទេនៅក្នុងហ្នឹងបងអាចដាក់ mask វានេះចូលនៅក្នុងនេះយើងធ្វើម៉េចដើម្បីឲ្យមាន mask ហ្នឹងបាទណាអញ្ចឹងសំខាន់យើងធ្វើម៉េចឲ្យមាន mask ហ្នឹងតែប៉ុណ្ណោះអូខេអញ្ចឹងវីដេអូវាអញពេកលោកសូមផ្អាកបន្តិចសិនណាអញ្ចឹងនៅពេលដែលបងអូនធ្វើវាបានប៉ុណ្្នឹងហើយណាបងណានៅពេលដែលបងអូនធ្វើបានប៉ុណ្្នឹងហើយបងអូនអាចនេះយើងគាត់ប្រើនីតិវិធីនេះយើងដូចដដែលណាយើងចូលមកណាបងណាបាទចូលនេះមកយើងយកពីអីគេនេះhue saturation នឹងដដែលណាហើយយើងកែមកឡើយហ្នឹងយើងយក yellow មកណាហើយបងអាចកែនេះមកសបំផុតអីយ៉ាងដែរបាទកែលើសបំផុតហើយយើងត្រូវ invert វាអញ្ចឹង invert យើងចុចអីនៅក្នុងកន្លែង select ណា tool select នេះបងចុចមកមាន invert ណា control ធម្មតាយើងចុច control I ណាបងបាទអញ្ចឹងនៅក្នុងនេះមាន invert នេះអត់ចេញទេឃើញទេ inverse ណាបងណា invert របស់យើងនឹងវាអត់ឲ្យអញ្ចឹងបើសិនជាវាអត់បង្ហាញយើងអញ្ចឹងយើងឈរលើវាហើយយើងបងចុច control អក្សរ I បាទនេះ control អក្សរ I មកឃើញទេ control នៅលើ keyboard បូកជាមួយនឹងអក្សរ I ណាបងណាវាចេញពណ៌ខ្មៅអញ្ចឹងបន្ទាប់មកបងអូនចូលទៅក្នុង tool មួយឈ្មោះ brush brush tool មកហើយបងអាចណាហើយគូលើវាទៅណាឃើញសហ៎អញ្ចឹងដើម្បីតម្លើងអានឹងឲ្យធំនេះបងមើលខាងលើនេះបងចុចខាងលើនេះសិនមកនេះបាទអញ្ចឹងដើម្បីបានវាធំយកសាយនេះណាសាយបងឲ្យធំអូខេណាបងមើលវាធំបានអូខេអញ្ចឹងចុចមកកន្លែងណាថ្មីចុចមកអូខេណាបងចុចវាអញ្ចឹងមកណាបានតិចតួចវាអត់អីទេបានចាយថ្មីតិចតួចណាបាទអញ្ចឹងយើងចុចណាអញ្ចឹងថ្មីហ្នឹងសស្អាតហើយបងបាទអូខេយើងអាចចុចអូវាបានណាកែគោលថ្មីឡើងឯងក៏ហម
ផងយើងចុចវា2 3 4 5ដង10ដងស្រែកចិត្តយើងណាពេញចិត្តប៉ុណ្ណាបងយកប៉ុណ្ណឹងតែចុចទៅក្នុងហ្នឹងទៅណាបងប្អូនអញ្ចឹងអាហ្នឹងវាអត់ចេះខូចទេបងអរគុណច្រើនសម្រាប់មេរៀន